អាជ្ញាធរខេត្តមណ្ឌលគិរីផ្ដល់អំណោយដល់ចាស់ជរានិងគ្រួសារខ្វះខាតចំនួន100គ្រួសារនៅក្នុងពិធីខួបលើកទី27ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី1តុលាឆ្នាំ2025នាព្រឹកថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមម៉ែនងុយប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមថងសាវុនអភិបាលខេត្តមណ្ឌលគិរីបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី27ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី1តុលាឆ្នាំ2025ក្រោមប្រធានបទវ័យចាស់ដោយសេចក្តីថ្លៃថ្នូរដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកពេជ្រដាខេត្តមណ្ឌលគិរីឯកឧត្តមថងសាវុនអភិបាលខេត្តមណ្ឌលគិរីបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់និងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលជានិច្ចកាលសម្ដេចតែងតែបានផ្ដល់នៅក្តីអាណិតស្រឡាញ់សន្តោសប្រណីយកចិត្តទុកដាក់និងគិតគូរខ្ពស់ពីសុខទុក្ខរបស់លោកតាលោកយាយអ៊ំមាមិញនិងជនរួមជាតិទាំងអង្គឯកឧត្តមបញ្ជាក់ថាទិវាមនុស្សចាស់កម្ពុជានិងមនុស្សចាស់អន្តរជាតិថ្ងៃទី1ខែតុលាឆ្នាំ2025ជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជាក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោកនិងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យពិសេសចំពោះមនុស្សវ័យចាស់ឯកឧត្តមបន្ថែមថាការប្រារព្ធទិវានេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីឱកាសនិងបញ្ហាប្រឈមរបស់មនុស្សវ័យចាស់និងជំរុញឲ្យគ្រួសារសហគមន៍និងគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់កិត្តគូរនិងដោះស្រាយការលំបាកនានារបស់មនុស្សវ័យចាស់តាមរយៈការរៀបចំគោលនយោបាយនិងផ្ដល់សេវានានាឆ្លើយតបទៅនឹងតម្រូវការនិងការលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់ឲ្យកាន់តែប្រសើរឡើងថែមទៀតឯកឧត្តមក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់និងគាំទ្រតាមគ្រប់មធ្យោបាយដោយរៀបចំឲ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែងនិងផ្ដោតលើការថែទាំមនុស្សចាស់ការចុះសួរសុខទុក្ខនិងជួយឧបត្ថម្ភដល់ជនចាស់ជរានិងជនពិការភាពដែលមានការលំបាកនៅតាមសហគមន៍ក្នុងការលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឲ្យកាន់តែប្រសើរឡើងដើម្បីអាចធានាបានថាមនុស្សចាស់មានភាពកក់ក្ដៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់នាឱកាសនោះថ្នាក់ដឹកនាំខេត្តបានចែកអំណោយនិងថវិកាមួយចំនួនជូនដល់លោកតាលោកយាយជនចាស់ជរាពិការភាពនិងគ្រួសារមានជីវភាពខ្វះខាតចំនួន100គ្រួសារដើម្បីជួយដោះស្រាយការលំបាកមួយកម្រិត